ស្វាគមន៍មកកាន់យប់រន្ធត់សម្រាប់អេពីសូតថ្មីជាមួយនឹង admin ជូអ៊ីទាំងអស់គ្នាហើយយប់នេះ admin ទទួលបានពីប្រអប់សារស្ដាប់ហើយគឺព្រឺក្បាលមែនតែន admin នឹងដាក់ចំណងជើងថាព្រាយខ្លាកាឡាខ្លួនដោយរឿងនេះគេកើតឡើងនៅក្នុងឆ្នាំប្រហែលជាឆ្នាំ2000មានគ្រួសារមួយគ្រួសារដែលមានកូនស្រីរបស់គាត់នឹងមានផ្ទៃពោះចិត្តគ្រប់ខែហើយកូនប្រសារបស់គាត់នឹងចៅស្រីម្នាក់ទៀតប្រហែលអាយុ10ឆ្នាំនៅជាមួយគ្នាអញ្ចឹងណាដោយគ្រួសារនេះគឺរស់នៅក្នុងតំបន់ដាច់ស្រយាលហើយពិសេសគឺជាតំបន់ដែលគេទំបង្កើតថ្មីរបៀបថាមានគ្រួសាររស់នៅតិចអញ្ចឹងណាប៉ុន្តែនៅក្នុងនោះដែរក៏មានផ្ទះមួយដែលគេមើលទៅជាផ្ទះចាស់ពីសង្គមដើមមកហ្មងនិយាយចំចាស់ត្រុតត្រោមហីដែលគេល្បីថាយាយម្នាក់ដែលឈ្មោះថាយាយផនហ្នឹងរស់នៅនឹងហើយមានពាក្យចចាមបារាមថាគាត់ចិញ្ចឹមព្រាយទៀតដោយសារតែយាយផនហ្នឹងមានរូបរាងអាក្រក់ខ្លាំងហើយរស់នៅតែឯងគ្មានតំណែងជាមួយអ្នកភូមិដែលមកបង្កើតថ្មីហ្នឹងអ្នកទាំងអស់គ្នាគឺណាគេមិនថាគាត់ជាអ្នកចិញ្ចឹមព្រាយដោយសារតែគេបានឃើញគាត់ឲ្យតែយប់ឡើងនឹងគាត់យកនំចំណីចំណុកទៅសែននៅក្រោមដើមឈើក្រោយផ្ទះគាត់នៅផ្លូវម្បែកជា4នឹងរាល់យប់តែម្ដងហេតុហ្នឹងឯងបានគេចាត់ទុកថាគាត់នឹងជាអ្នកចិញ្ចឹមព្រាយអាបធ្មប់បិសាចអីអញ្ចឹងណានិយាយចំគាត់ដាច់ខ្លួនពីមនុស្សផ្សេងទៀតហ្មងជាមួយនឹងរូបអត់តំណងរបស់គាត់ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ័យហ្មងហើយគ្រូសាអំផាតហ្នឹងកូនស្រីគាត់ដែលចិត្តគ្រប់ខែហ្នឹងមានឈ្មោះថាសៃណែតជាមួយនឹងកូនប្រសាគាត់ហ្នឹងឈ្មោះថាឡុងដែលឡុងហ្នឹងគឺសន្តិសុខភូមិអញ្ចឹងណាហើយគ្រូសាអំផាតហ្នឹងគឺបានអ្នកស្រុកនឹងគឺគេទទួលស្គាល់ថាគឺជាគ្រួសារដែលចាស់ទុំនៅនឹងឲ្យតែមានបញ្ហាអីគឺគេមករកគាត់ជួយដោះស្រាយហ្មងប៉ុន្តែគាត់មិនមែនមេភូមិទេគឺគាត់ជួយភូមិអីចឹងគឺមនុស្សដែលមានចិត្តបន់ធម្មតាចេះយកអាសាអ្នកដតីអីចឹងទៅដែលគេចាប់ទុកថាជាចាស់ទុំអញ្ចឹងណានៅយប់មួយខែភ្លឺអ្នកទាំងអស់គ្នាគឺមើលឃើញគ្នាហ្មងសត្វតែមានគេជូនដំណឹងដោយសារតែនៅនឹងគឺជាតំបន់ដាច់ស្រយាលអញ្ចឹងការជូនដំណឹងគេក៏អត់មានទូរស័ព្ទអីទំនើបដែរឆ្នាំ2000គេមិនទាន់ទំនើបអីណាអ្នកទាំងអស់គ្នាគេមានត្រឡោកមួយសម្រាប់គោះប្រកាសពេលមានអាសន្នអីអញ្ចឹងណាត្រឡោកក៏គោះឡើងនឹងពេញភូមិហ្មងអញ្ចឹងបានន័យថានៅក្នុងភូមិហ្នឹងកំពុងតែមានរឿងអីឯងដែលគ្រូសាអំផាតកំពុងតែដេកសុកក៏លឺហើយក៏នាំគ្នាស្ទុះក្រោកឡើងសួរថាមានបញ្ហាអីអញ្ចឹងបានមិនតិចឡើងក៏មានអ៊ំម្នាក់បានមកហៅឲ្យអាឡុងដែលជាសន្តិសុខភូមិហើយនឹងអ៊ំផាតហ្នឹងទៅជួយមើលបន្តិចដោយសារតែមុនហ្នឹងគឺមានចោរចូលភូមិហីអញ្ចឹងតំបន់ដាច់ស្រយាលមានចោរចូលភូមិតិចគឺជារឿងដែលគួរឲ្យភ័យខ្លាចទេអ្នកទាំងអស់គ្នាអញ្ចឹងឪពុកហើយនឹងកូនប្រសាហ្នឹងក៏ចេញពីផ្ទះហើយឡុងហ្នឹងក៏ឲ្យប្រពន្ធហ្នឹងនៅជាមួយម៉ែក្មេកអញ្ចឹងទៅម៉ែកូនហើយនៅក្មួយម្នាក់ទៀតដែលអាយុ10ឆ្នាំហ្នឹងទៅពេលដែលអ៊ំផាតចេញទៅបានមួយសន្ទុះស្រាប់តែស៊ីណែតរបស់យើងដូចអត់សូវស្រួលទេអ្នកទាំងអស់គ្នាគាត់ចាប់ដើមរៀងចុកពោះឈឺអ៊ូអញ្ចឹងណាគាត់ប្រាប់ម៉ែគាត់ទៅម៉ែគាត់គឺជាអ្នកចាស់ទុំដែលធ្លាប់កាយពោះកាយអីឲ្យគេដែរអញ្ចឹងគាត់ក៏ដឹងថាស៊ីណែតប្រហែលជាឆ្លងទលេបើមិនយប់ហ្នឹងគឺព្រឹកហ្នឹងតែម្ដងដោយសារតែកូនវិលក្បាលអីអញ្ចឹងណាប៉ុន្តែស៊ីណែតបានប្រាប់ថាគាត់ឈឺម្ដងលេងម្ដងសើចអីអញ្ចឹងទៅដោយសារគាត់កូនដំបូងផងអញ្ចឹងគាត់ដើរសូវចាប់អារម្មណ៍ប៉ុន្តែម៉ែគាត់អារម្មណ៍ខ្លាំងតែម្ដងគាត់ក៏ប្រាប់កូនស្រីគាត់ថាឲ្យនៅលើផ្ទះជាមួយនឹងក្មួយទៅគាត់នឹងទៅត្រៀមទឹកដៅទឹកអីឲ្យហើយអញ្ចឹងណាបើប្តីគាត់មកតន់អញ្ចឹងគាត់នឹងទៅឌុបគាត់នឹងទៅអាកន្លែងផ្ទះឆ្មបឲ្យហើយនៅពេលដែលម៉ែស៊ីណែតចុះទៅនៃប្រហែលត្រៀមដាំទឹកដាំអីហ្នឹងបានមកផ្លែតហ្នឹងភ្លៀងមកល្មមអ្នកទាំងអស់គ្នាភ្លៀងហ្នឹងគឺភ្លៀងរៀងខ្លាំងដែរដោយសារមិញហ្នឹងមេឃនឹងខែភ្លឺស្រឡះសឹងអីតែមិនគួរថាមានភ្លៀងទេណាពេលហ្នឹងឡាទីដែលជាក្មួយរបស់គាត់នៅនឹងដេកជាមួយគ្នាហ្នឹងក៏បានចោលទៅប្រួយប្រាប់ថាមីងស្អីគេនឹងប្រួយសេណាឌីក៏មើលទៅតាមក្មួយទៅសត្វតែអត់មានឃើញអីផងនាងខំរៀងភ័យដែរគិតថាប្រហែលជាក្មួយគាត់ស្វាងភ្នែកទេគ្នាទៅក្រៅពីដេកមីងមាំងផងក៏ប្រាប់ថាឲ្យក្មួយដេកទៅវិញទៅពេលដែលឡាទីដេកទៅវិញហ្នឹងសេណាក៏រដេកដែរប៉ុន្តែនាងចាប់ដើមចុកពោះអ៊ូលទៀតហើយដូចជាចង់ទៅជុះនោមបន្តិចប៉ុន្តែនាងបានចាំថាមុននឹងម៉ែនាងចុះទៅហ្នឹងប្រាប់ថា
បើមានការអីកុំចុះទៅដៃហើយបើមានណាគេដែលអត់ស្គាល់កុំបើកទ្វារឲ្យសោះមើលគ្រប់ជ្រុងជ្រោយសិនចាំបើកទ្វារគេចូលមកព្រោះអីគេរៀងដំណំដែរស្ត្រីមានផ្ទៃពោះនៅលើផ្ទះតែឯងអីចឹងណាតែមានក្តឹបមនុស្សមួយដែរដែលនៅជាមួយនឹងប៉ុន្តែដេករហូតអ្នកទាំងអស់គ្នានៅពេលដែលគាត់បានថារៀបថាចុះហើយគាត់ក៏រៀងនឹកដល់សេចក្តីម៉ែគាត់ទាំងហើយក៏គាត់អត់ចុះវិញបានបន្តិចមកគាត់ក៏បានឮសលេងពុកគាត់ក៏បានទៅជិតទ្វារហើយគាត់រៀបបើកទ្វារអីហ្នឹងអ្នកទាំងអស់គ្នាគាត់រៀងបន្តិចសិនព្រោះនឹកដល់សលេងម៉ែគាត់ថាពេលហ្នឹងស្រាប់តែគាត់បានមើលតាមអាប្រឡោះទ្វារនៅស្រុកខ្សែវាមានប្រឡោះក្តារគេបាំងវាមិនមែនទៅទ្វារឈើអីមាំណាស់ណាទេអ្នកទាំងអស់គ្នាមិនតែវាអាចមកការពារដែរតែវាមានប្រឡោះវាយកាត់តតឹងហ្នឹងក៏មានប្រហោងមួយធ្វើឲ្យយើងបានមើលទៅក្រៅដែរស៊ីណាតបានអោនមើលតាមប្រហោងទ្វារហ្នឹងដើម្បីពិនិត្យថាជាពុកគាត់មែនអត់តែពេលគាត់មើលទៅឃើញពុកគាត់មែនប៉ុន្តែពុកគាត់នេះថ្មឹងណាអ្នកទាំងអស់គ្នាអត់មានរស់រវើកដូចពុកគាត់ដែលទៅមុននឹងទេហើយអ្វីដែរគួរឲ្យសង្ស័យនោះមិញភ្លៀងប៉ុន្តែដឹងថាពុកគាត់មិននៅនឹងមាត់ទ្វារតាំងពីពេលណាទេទៅពុកគាត់អត់ទឹកអត់សើមអីទាំងអស់ស៊ីណាតក៏ចាប់ដើមសង្ស័យបានមួយផ្លែតហ្នឹងគាត់កំពុងតែគិតពុករបស់គាត់ហ្នឹងហៅគាត់ហ្មងថ្នេតបើកទ្វារអញថាអញ្ចឹងហ្មងណាតែពេលហ្នឹងស៊ីណាតរៀងបុកពោះដែរនាងគិតថាគ្រួសារគ្នាទាំងអស់ហ្នឹងគឺអត់ដែលហៅឈ្មោះគាត់ចំទេដោយសារតែគាត់កូនពៅអញ្ចឹងហៅតែកពៅអញ្ចឹងទេប៉ុន្តែម្ដងនេះពុកគាត់ហៅឈ្មោះគាត់ពេញហើយហៅគាត់ដាច់សាច់ទៀតដូចខឹងពីកាលអញ្ចឹងណាគាត់ក៏ចាប់ផ្ដើមអត់ហ៊ានបើកគេអ្នកទាំងអស់គ្នាទៅពេលវាខុសពីប្រក់ក្តីអញ្ចឹងពេកពេលហ្នឹងគាត់ក៏អត់អស់ចិត្តគាត់ក៏បានមើលតាមប្រឡោះហ្នឹងទៅម្ដងទៀតឃើញភ្នែកពុកគាត់ឡើងក្រហមហើយស្រឡក់មកគាត់នឹងថ្លែហ្មងស៊ីណាតគាត់ទៅដឹងប៉ុណ្ណឹងថាមិនមែនជាពុកគាត់ទេគាត់ចាប់ដើមញ័រខ្លួនហ្មងគាត់ក៏បានយកអាឈើនៅក្បែរហ្នឹងផ្ទាស់ទៅលើទ្វារហ្នឹងមកជន់ទៀតដោយសារតែគិតថាទ្វារហ្នឹងប្រហែលជាវាមិនសូវមាំណានាងភ័យខ្លាំងមែនតើក៏ទៅក្លុំភួយចំភ័យឡើងភ្លេចឈឺពោះហ្នឹងអ្នកទាំងអស់គ្នាគិតមើលគ្នាឡើងស្លន់នៅលើផ្ទះតែពីរអ្នកក្មួយពេលហ្នឹងបានរាំងភ្លៀងបន្តិចនាងក៏សងំដេកព្រោះអីអស់កម្លាំងផងភ័យផងហើយឈឺពោះឈួលទៀតដេកមកសឡែតហ្នឹងសាប់តែលឺសលេងគោះទ្វារតែគាត់យើងមើលអត់តាន់បានឡើងទៅថាសលេងណាគេគោះទ្វារទេប៉ុន្តែក្មួយរបស់គាត់នោះឡាតេហ្នឹងគឺក្រោកឡើងក្រោះហ្មងទៅបើកទ្វារអ្នកទាំងអស់គ្នាទៅពេលឡាទីបើកទ្វារទៅអត់ឃើញណាគេទេសេណែតហ្នឹងរៀងស្វាងឯអ្នកទាំងអស់គ្នាក្រោកអង្គុយឡើងឃើញទ្វារចំហមានអីក្រោកតាំងមីមាំងទុកបិទទ្វារវិញយ៉ាងលឿនហើយប្រាប់ឡាទីថាកុំឲ្យបើកទ្វារយាយផ្ដាំថាម៉េចយាយថាឲ្យបើកទ្វារទេបើអត់ដឹងថាណាគេចុះគ្នាមានដឹងណាមុននឹងមានបញ្ហាហ្នឹងគ្នាដេកទៅវិញអញ្ចឹងទៅនឹងថាខឹងក្មួយយ៉ាងម៉េចព្រោះក្មួយអត់ដឹងដែរបានបន្តិចទៀតហ្នឹងសេណាតមិនតន់ថារៀបដេកផងបាត់ឡាទីទៅពេលងាកទៅឃើញឡាទីនៅលើពវិចងាកមកសើចដាក់សេណាតហ្មងសេណាតស្រែកដាក់ហ្មងស្រែកថាឲ្យចុះខ្លាចក្មួយធ្លាក់ទៅមកខាងទៀតដល់នឹងភ័យខ្លាំងមែនតើក៏អោបពោះបដាទៅទាញក្មួយចុះមកវិញទៅពេលទាញមកឡាទីហ្នឹងគ្នាមានណាគ្នាមើលតាពេលហ្នឹងសេណាតក៏ឲ្យក្មួយគាត់ដេកហើយក៏ដើរទៅតម្លាក់ពវិចហ្នឹងវិញទៅពេលឈរទៅពេលសេណាតលូកដៃទៅអាតម្លាក់អាពអួចនឹងមកមិនទាន់បានតម្លាក់គាត់ក៏លេចឃើញចុងភ្នែកឃើញយាយផនដែលនៅពីដើមរឿងដែលយើងដឹងថាគាត់ជាអ្នកចិញ្ចឹមព្រាយហ្នឹងណាអ្នកទាំងអស់គ្នាគាត់ឈរមើលមកសម្លឹងមកសេណាតរបស់យើងពីខាងក្រៅពអួចហ្មងសេណាតគាត់ទៅឃើញប៉ុណ្ណឹងតម្លាក់អាឡែងពអួចនឹងហើយចងនឹងជាប់ហ្មងភ័យដែរអ្នកទាំងអស់គ្នាគាត់ក៏ចាប់ផ្ដើមសងំដេកទៀតស្រាប់តែលឺសលេងខ្លាក្រហឹមដងនេះមែនតើអ្នកទាំងអស់គ្នាដងនេះខ្លាលឺសំឡេងខ្លាក្រហឹមហ្មងមុនបងគាត់គិតថាជាសំឡេងឆ្កែតែពេលគាត់តាមអាប្រឡោះអានៀបឃើញដូចស្មៅចាំងមកពីក្រៅមកនៅក្រុមផ្ទះគាត់ស្មៅខ្លាដើរកន្លងនឹងអ្នកទាំងអស់គ្នាស៊ីណាតគាត់ទៅឃើញប៉ុណ្ណឹងនាងរៀង
ចាប់ដល់ចុកពោះដោយពេលហ្នឹងនាងស្រែកហៅម៉ែតែឆ្ងល់ដែរម៉ែចុះទៅដាំទឹកនៅផ្ទះបាយហ្នឹងផ្ទះបាយហ្នឹងដូចវាមិនឆ្ងាយពីផ្ទះម៉ានឯងទោះវាសង់ដាច់ដライពីគ្នាមែនតែវានៅជាប់ស្រយាបដែរប៉ុន្តែម៉ែអត់ឮសោះតែម្ដងស្រែកហៅម៉ែគាត់ស្រែកអើយស្រែកប៉ុន្តែម៉ែគាត់អត់ឮមកមើលម៉ែគាត់នៅក្រោមវិញម៉ែគាត់នៅនឹងតែអ្នកទាំងអស់គ្នាម៉ែគាត់កំពុងតែទឹកគូតផ្លុំភ្លើងអុសវាសើមផងអីផងផ្លុំអត់ឆេះតែម្ដងមិនតែឮសំឡេងនឹងទៅលើសៃណែទៅណានៅលើផ្ទះណានៅក្រោមផ្ទះគាត់កំពុងផ្លុំនេះគាត់ស្រាប់តែឮខ្លាក្រហមដែរចុះគាត់ចាស់គាត់ដឹងអ្នកទាំងអស់គ្នាគាត់ទៅឮប៉ុណ្ណឹងគាត់រៀងព្រឺក្បាលហើយគាត់របៀបថាដឹងហ្មងថាមានរឿងអីអញ្ចឹងគាត់ក៏ប្រញាប់ចេញពីផ្ទះបាយឈើគាត់ហ្នឹងណាផ្ទះបាយស្លឹកគាត់ហ្នឹងណាចេញមកក្រៅហើយក៏ប្រញាប់យកកណ្ដឹងអាប្លាដើម7ទឹករបស់អ្នកទាំងអស់គ្នាភាគច្រើនគេដាក់នៅជាប់លបងគាត់ទាញពីលបងហ្នឹងហើយគាត់យកមកដាក់នឹងកម្មចដាវិញព្រោះគាត់គិតថាកុំឲ្យអីឡើងទៅលើធ្វើបាបកូនគាត់នៅលើអញ្ចឹងណាតែគាត់មិនអស់ចិត្តទេព្រោះអីកូនគាត់មិញដូចរៀងឈឺពោះឥឡូវដេកយូរម៉េចគាត់ក៏ឡើងទៅមើលនៅលើពេលអ្នកទាំងអស់គ្នាឡើងទៅលើឃើញតែឡាទីដេកតែម្នាក់ឯងបាត់សេណែតអត់ដឹងបាត់តាំងពីកាលអត់ដឹងថានាងចុះនៅដីតាំងពីកាលទេសប្តាហ៍គាត់ដាស់ចៅគាត់សួរថាមីងឯងទៅណាសេណែតទៅណាចៅនោះភ្ញាក់ឡើងមីមើលថាអត់ដឹងហងវាដេកចប់ហ្មងណាម៉ែសេណែតនេះគាត់ស្លាស្លន់ហ្មងស្រែកហៅកូនពេញលើផ្ទះអត់មានឮសលេងទេចុះមកក្រោមទៀតតាមមើលតាមជីផ្ទះហ្នឹងអត់ឃើញទៀតគាត់ក៏ឆ្លាហើយក៏ទាញកង់ដប់ចៅទៅហៅប្តីនិងកូនប្រសាមកវិញតែពេលបានមកសន្ទុះមកឃើញគាត់មកវិញតុងមេភូមិអីនឹងមកដែរថាបាត់កូនស្រីគាត់មុនហ្នឹងកូនស្រីគាត់ឈឺពោះរត់ឆ្លងទលេហើយអត់ដឹងថាមានរឿងអីទេគាត់រវល់ចូលផ្ទះបាយដាំទឹកដាំអីអញ្ចឹងណាពេលហ្នឹងក៏មេភូមិហើយនឹងឡុងដែលជាប្តីសេណែតហ្នឹងបែងចែកកម្លាំងគ្នាដើររប្រពន្ធគាត់ឡុងហ្នឹងគ្នាភ័យផងអីផងពួកអីទំកូនដបងផងបារម្ភប្រពន្ធនឹងញញ័រចូលភ័យទាំងអស់គ្នាទៅដើររសេណែតដើរទៅដល់អភ័យក្រោយហ្នឹងវារៀងមើលទៅរៀងព្រឺក្បាលដែរអ្នកទាំងអស់គ្នាទៅពេលហើយឡុងបានឃើញដានដូចជាមនុស្សជន់នឹងទូកអ្នកទាំងអស់គ្នាអញ្ចឹងគាត់មើលទៅឃើញដូចរៀងមានទឹកអីអញ្ចឹងដូចជាកន្លែងប្រពន្ធគាត់ឆ្លងទលេតែបើមើលទៅវាអត់មានឃើញមានឈាមមានអីអ្នកទាំងអស់គ្នាដូចជាទឹកទេតែវាមានទូកអញ្ចឹងក៏សង្ស័យថាប្រពន្ធគាត់ដូចមានដានមកពីនឹងអញ្ចឹងមើលទៅទៀតមើលតាមភ័យនឹងថាដើរទៅតម្រង់ទៅទិសណាតងម៉ែគាត់តងឪក្មេងគាត់នឹងដើររហនឹងពេញនឹងស្រែកហៅហងអីផងប៉ុន្តែអត់លឺទេទៅពេលគាត់ដើរចូលដល់ឡើងក៏ដើរទៅដល់អាដានហ្នឹងអាដានជើងដែលឃើញភ័យទូដើរសដៅទៅពីក្រោយផ្ទះហ្នឹងចូលទៅដល់ផ្ទះរបស់យាយផនវិញអញ្ចឹងដូចដែលយើងគិតមែនរឿងហ្នឹងតាក់ទងនឹងយាយផននឹងឯងពេលហ្នឹងក៏នាំគ្នាវិវោះហ្នឹងឆៅវាមកថាឃើញដានហើយថានៅចូលទៅក្រោយតែយាយផនវិញអញ្ចឹងមេភូមិនឹងកម្លាំងផ្សេងទៀតហ្នឹងក៏នាំគ្នារត់មកជុំគ្នាហើយដើរសម្ដៅទៅតែយាយផនអាណាកាន់កាប់ព្រៃកាប់អីឆ្កាចូលដើរទៅហ្មងពួកអីផ្ទះហ្នឹងវាសុបទ្រប់អត់មានទាំងផ្លូវដើរចូលទៀតណាអ្នកទាំងអស់គ្នាក៏ទៅមនុស្សយើងធម្មតាមិនអាចនៅអញ្ចឹងបានដែរប៉ុន្តែគាត់អាចនៅបានណាអញ្ចឹងប្រហែលជាមនុស្សមិនធម្មតាហើយពេលចូលទៅដល់ផ្ទះយាយផនអ្វីដែលគ្រប់គ្នាស្មានមិនដល់ឃើញសៃណែតរបស់យើងនឹងនៅដេកនៅក្នុងថ្លុកឈាមហ្មងប៉ុន្តែកុំតន់គឺគាត់បានឆ្លងទលេនៅនឹងម្នាក់ឯងអ្នកទាំងអស់គ្នាមានទាំងតងសុកអីនៅនឹងតន់កាត់នៅពេញនឹងតែម្ដងតែសៃណែតរបស់យើងស្លាប់ហើយអ្នកទាំងអស់គ្នាពេលនោះតន់តែខូនម៉ែគាត់ស្រែកយំហ្មងគិតថាកូនខ្លួនឯងទៅហើយមើលទៅអត់ផុតទេអត់នៅទេឯប្តីវិញនឹងរត់ទៅឆ្កាដៃឆ្កាជើងទៅចាប់ប្រពន្ធចាប់កូនមកពេលហ្នឹងឬកូនគាត់ស្រែកមួយងាកអញ្ចឹងបានន័យថានៅរស់អ្នកទាំងអស់គ្នាឯងនេះនឹងខំបុកពោះជាមួយដែរតែពេលហ្នឹងបានតិចហ្នឹងប្រពន្ធគាត់
ក៏បានដឹងខ្លួនវិញអញ្ចឹងគឺផុតគ្រោះថ្នាក់ហើយគ្រប់គ្នារៀងធូរតិចពេលហ្នឹងម៉ែគាត់ហើយនឹងឪគាត់ទៅខឹងយាយផននឹងខ្លាំងមែនតើស្រែកហៅយាយផននឹងហៅថាយាយខ្មោចយាយព្រាយអីណាអញ្ចឹងលោឡាននឹងពេញហ្នឹងទៅពេលស៊ីណាតរបស់យើងគាត់ក៏បាននិយាយប្រាប់ថាចាំស៊ីណាតរបស់យើងក៏ខ្វាត់ថាកុំតន់ធ្វើបាបយាយផនអីចាំនាងនិយាយរឿងឲ្យស្ដាប់សិនហើយគ្រប់គ្នានឹងក៏ឆ្ងល់ដែរមិនក៏សុកក៏មកដល់នឹងអីអញ្ចឹងទៅដែលម៉ែគាត់ក៏សួរថាកាម៉ែឲ្យឯងនៅចាំលើផ្ទះហើយមិនក៏ឯងដើរមកដល់នឹងហើយពីផ្ទះមកដល់នឹងមិនចិត្តទេអ្នកទាំងអស់គ្នាឆ្ងាយល្មមដែរហ្នឹងមើលមនុស្សឈឺពោះដើរកូនតាមផ្លូវដែរសេណាតរបស់យើងបានប្រាប់ថាគឺនាងមកតាមប្តីរបស់នាងមុនដំបូងនាងឈឺពោះមិនដឹងថាឈឺពោះឆ្លងក្លេទៅអីទេប៉ុន្តែនាងរៀងចង់ជំនុំបន្តិចអីបន្តិចនាងក៏ចុះមកប៉ុន្តែបានរកម៉ែនៅផ្ទះបាយដែរអត់ឃើញម៉ែនៅទេហើយគាត់ក៏បានឃើញប្តីរបស់គាត់ដើរតាមហៅប្តីរបស់គាត់ឲ្យឈប់ឲ្យជួយគាត់ផងគាត់ឈឺពោះហើយអីអញ្ចឹងណាដើរតាមប្តីគាត់ដើរចូលព្រៃដែលអត់ដឹងខ្លួនទៅពេលនាងចាប់ផ្ដើមដល់ពាក់កណ្ដាលព្រៃហ្នឹងចាប់ផ្ដើមអត់ស្រួលហើយអ្នកទាំងអស់គ្នាបាត់ដានប្តីរបស់គាត់ហៅដើរចូលមកផ្ទះវិញហៅផ្លូវអត់ឃើញដូចវិញក្នុងព្រៃហ្នឹងមិនហើយឈឺពោះផងអីផងស្រាប់តែនាងថាមានអារម្មណ៍ថាដូចជាសើមជើងសើមអីអញ្ចឹងមើលក្រុមទៅមិនដឹងថានាងបែកទឹកភ្លុះហើយពេលហ្នឹងនាងផឹងដើរទៅទៀតស្រាប់តែដើរឮសលេងខ្លាក៏ហឹមក្នុងព្រៃហ្នឹងហ្មងនាងក៏បានដឹងថានាងប្រហែលជាឆ្លងអត់ផុតយុគហ្នឹងឯងមើលទៅទាំងកូនទាំងម៉ែតែម្ដងពេលហ្នឹងស៊ីណាតប្រាប់ថាគាត់ខំប្រឹងដើរអាកម្លាំងចុងក្រោយអាកម្លាំងជំរុញចិត្តថាត្រូវការពារកូនខ្លួនឯងហ្នឹងណាទាំងអស់គ្នាទាំងដែលបែកទឹកភ្លុះហើយគិតទៅវេទនាយ៉ាងណាហ្នឹងនាងក៏ថាដើរទៅស្រាប់តែឃើញមនុស្សស្រីម្នាក់មនុស្សស្រីហ្នឹងថាមានខ្លួនដូចជាមនុស្សឯងប៉ុន្តែនាងមើលមុខអត់ច្បាស់ថាជាមនុស្សឬក៏ជាសត្វខ្លាទេដែលមានអារម្មណ៍ថាដូចជាមានកាឡាអ្នកទាំងអស់គ្នាទាំងមុខទាំងដៃទាំងជើងអីហ្នឹងប៉ុន្តែរូបរាងជាមនុស្សឯងនាងប្រាប់ថាអញ្ចឹងពេលហ្នឹងនាងស្លន់ខ្លាំងមែនតើរហូតក៏ហត់អត់កើតដែរហត់បានពីជាហ៊ានរៀងតុនជង្គង់អ្នកទាំងអស់គ្នាក៏ដួលទៅដីហ្នឹងគាត់ទៅងើបមកវិញឃើញយាយផនដើរសដៅមកគាត់ហ្មងស៊ីណាតគាត់ទៅឃើញយាយផនគាត់ថាកូនអញប្រហែលជាអត់រស់ទេមិនថាកូនណាម៉ែក៏អត់រស់ដែរព្រោះអីយាយនឹងល្បីថាគាត់នឹងគឺជាព្រាយហើយមិនដឹងថាព្រាយនឹងគឺជាព្រាយខ្លាដែលយាយផនបញ្ជូនមកក៏អីក៏មិនដឹងសប្តាហ៍សេណៃនឹងរៀងព្រើភ្នែកចង់ស្លាប់អ្នកទាំងអស់គ្នាឈឺពោះពេកចុះនឹងថាគាត់ចិត្តកូនគាត់ចិត្តកើតមែនតើណៃតែអាមកដង្ហើមចង់ក្រោយរបស់គាត់មើលទៅអាមកចិត្តស្លាប់ហ្នឹងណាស្រាប់តែអត់ឃើញយាយផនមកធ្វើអីគាត់ទេអ្នកទាំងអស់គ្នាយាយផនដើរសដៅទៅអាមនុស្សស្រីដែលគាត់ថាមានមុខមាត់ស្តៀងខ្លានឹងវិញហើយឃើញយាយផនសោតអីហើយបោះអីទៅម្នាក់ស្រីហ្នឹងឯងស្រាប់តែបាត់គាត់នឹងចេញពីអាកន្លែងដែលគាត់ឈរនឹងតែម្ដងដូចជាខ្លាចយាយផនពេលហ្នឹងគាត់ថាគាត់លែងដឹងខ្លួនតែពេលដឹងខ្លួនមកវិញឃើញគាត់នៅក្នុងផ្ទះមួយហ្នឹងហើយក៏ឃើញកូនរបស់គាត់ត្រូវបានគេបង្កើតឲ្យឯមួយហ្នឹងគាត់ក៏បានទៅចាំមើលនៅក្រោមដើមឈើហ្នឹងអ្នកទាំងអស់គ្នាដើមឈើមួយដែលនៅខាងក្រោយផ្ទះផ្លូវ8ជា4ដែលយាយផនធ្លាប់ដាក់សំណែននៅហ្នឹងគាត់នៅចាំឃ្លាំមើលហ្មងប៉ុន្តែអត់ឃើញយាយផនត្រឡប់មកដាក់អីនៅនឹងទៀតទេក៏ទៅពិភាក្សារឿងនឹងជាមួយនឹងមេភូមិអញ្ចឹងមេភូមិគាត់ថាប្រហែលនៅនឹងមានអីចម្លែកដែលគ្រប់គ្នាស្មានដល់ហើយអញ្ចឹងគាត់ក៏ឲ្យគាស់មើលទៅស្រាប់តែគាស់អាកន្លែងគាត់ដាក់សំណែនពីលើនោះឃើញឆ្អឹងប៉ុន្តែឆ្អឹងនឹងមិនឆ្អឹងមនុស្សទេអ្នកទាំងអស់គ្នាគ្រោងឆ្អឹងនឹងគឺជាគ្រោងឆ្អឹងសត្វហើយសត្វនឹងគឺជាសត្វឆ្កែគ្រប់គ្នាប្រហែលជាឆ្ងល់ខ្លាំងហើយនៅលើអាកន្លែងភ្នោសត្វឆ្កែអញ្ចឹងវាមិនមែនចេះតែកើតឡើងទេដើមហេតុហ្នឹងអ៊ំម្នាក់ដែលគាត់នៅតាំងពីយូរនៅម្ដុំហ្នឹងចង់តណាលយាយផនហ្នឹងគឺកាលមុនយាយផននៅរស់នៅជាមួយសត្វឆ្កែមួយក្បាលអញ្ចឹងមានន័យថាគឺមនុស្សដែលនៅជុំវិញគាត់ហ្នឹងគឺគាត់អត់ទុកចិត្តទេហើយក៏គាត់អត់ចង់រាប់អានដែរអ្វីដែលគាត់ទុកចិត្តបំផុតគឺជាសត្វឆ្កែរបស់គាត់តែក្រោយមកឆ្កែគាត់ក៏បានស្លាប់ចោលគាត់ក៏បានងាប់ចោលគាត់អញ្ចឹងទៅហើយអ្វីដែលយើងស្មានដល់ហ្នឹងគឺគាត់បានយកកប់ឆ្កែជាទីស្រឡាញ់របស់គាត់នៅនឹងហើយដាក់បាយដាក់ទឹកឲ្យស៊ីដោយការនៅរស់អញ្ចឹងតែ
តែនេះហើយដែលធ្វើឲ្យគ្រប់គ្នានឹងស្មានថាគាត់នឹងចំព្រាយឃើញអត់មនុស្សយើងកុំវាយតម្លៃតែសបកខាវមិនតាន់ដឹងព្រឹត្តិការណ៍អីផងហ្នឹងក៏នាំគ្នាឈូឆរនិពន្ធរឿងថាគាត់គឺជាព្រាយគឺជាអាបខ្មោចបិសាចចំព្រាយអីចឹងទៅដែលធ្វើឲ្យគាត់កើតជាមនុស្សឯកាតែអ្វីដែលធ្វើឲ្យយើងស្មានមិនដល់មកតំណែងទៀតហ្នឹងគឺគាត់ហ្នឹងក៏ចេះដែរប៉ុន្តែគាត់ចេះតែអំពើដោះគេបែបល្អទេអ្នកនរគ្នាគាត់អត់ដែរធ្វើឲ្យអ្នកណាមានទុកដោយសារគាត់ទេគឺគាត់ជួយគេតាំងពីដើមមកប៉ុន្តែដោយសារនឹងគេបង្កើតថ្មីអ្នកដែលនឹងគឺគេអត់ដឹងទេយល់អត់ថាគាត់នឹងតាមពិតគាត់ក៏ជាគ្រូម្នាក់ដែរដែលចេះមន្តអាគមអីអញ្ចឹងតែតែជួយដោះគេជួយប្រសាទគាត់នៅតាំងពីដើមមកម្លេះអ្នកថ្មីមកដល់ចេះតែម៉ៃគាត់ថាជាមនុស្សចេះញឹករហូតដល់គាត់បាត់ខ្លួនហ្នឹងរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងវាជារឿងដំណាលតាំងពីដើមនឹងមកគេនិយាយតហើយ admin ក៏ទទួលតំណែងបានតែប៉ុណ្្នឹងពីអ្នកដែលគេ inbox មក admin ហ្នឹងទៅមុខទៀតយីផលនឹងទៅណាមូលហេតុអីបានគាត់បាត់ខ្លួនដល់ឥឡូវហ្នឹងគឺអត់មានដឹងហេតុអីទេអញ្ចឹងអេពីសូតយើងថ្ងៃនេះគឺវាពិសេសខ្លាំងមែនតើហើយក៏ផ្ដល់ការអប់រំយើងមួយចំនួនដែរតែពេលដែលយើងស្ដាប់ចប់អញ្ចឹងជួបគ្នាជាមួយ admin នៅអេពីសូតបន្តទៀតណា